ភាគីណាផ្ទុះអាវុធមុនសម្ដេចទៅប្តីហ៊ុនម៉ាណែតចង់ឲ្យអាមេរិកនិងម៉ាឡេស៊ីផ្ទៀងផ្ទាត់ជាមួយរូបភាពកែរណបតាមរយៈការសន្ទនាតាមទូរស័ព្ទជាមួយលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកនិងលោកអាប់រ៉ាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីសម្ដេចទៅប្តីហ៊ុនម៉ាណែតបានលើកឡើងថាចំពោះហេតុការណ៍បាញ់ប្រហារនៅរុស្ស៊ីថ្ងៃទី7ខែធ្នូឆ្នាំ2025ដែលបានបណ្ដាលឲ្យមានការផ្ទុះអាវុធសារជាថ្មីរវាងប្រទេសទាំងពីរសម្ដេចបានផ្ដល់យោបល់ថាកងទ័ពឬស្ថាប័ននានាជំនាញរបស់សហរដ្ឋអាមេរិកនិងប្រទេសម៉ាឡេស៊ីអាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេដូចជារូបភាពកែរណបដែលបានថតអំឡុងពេលនោះនិងក្រោយពេលនោះរយៈពេល24ម៉ោងដើម្បីផ្ទៀងផ្ទាត់ថាតើភាគីណាបានមុនសម្ដេចទៅប្តីហ៊ុនម៉ាណែតបញ្ជាក់ថាវិធីសាស្ត្រនេះជាវិធីសាស្ត្រងាយស្រួលនិងមានតម្លាភាពបំផុតក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះកម្ពុជាត្រៀមខ្លួនសហការក្នុងករណីមានតម្រូវការទន្ទឹមគ្នានេះសម្ដេចទៅប្តីក៏បានថ្លែងអំណរគុណចំពោះលោកទាំងពីរចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់សម្ដៅសម្រាប់ឲ្យបាននៅសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃកម្ពុជាតែងតែប្រកាន់ខ្ជាប់នៅជំហរក្នុងការស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ